ការសម្ដែងក្តីអាណិតអាសូរដល់អ្នកដទៃរហូតដល់ថ្នាក់ចិនយំដែលយើងតែងតែគិតថាវាគឺជាចិត្តល្អចិត្តមេត្តារបស់យើងវាគឺជាការយល់ខុសនៅក្នុងមេរៀនចិត្តចេតសិករបស់ព្រះសម្មាសម្ពុទ្ធការគិតរបស់យើងពិតជាប៉ះពាល់ខ្លាំងមែនទែនទៅដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់យើងពីព្រោះថារបៀបដែលយើងគិតនេះហើយគឺជាអ្នកផ្ដល់ក្តីសុខនិងក្តីទុក្ខមកដល់ខ្លួនយើងផ្ទាល់វាមិនមែនជាបរិយាកាសខាងក្រៅឬក៏មនុស្សខាងក្រៅនោះទេដូច្នេះហើយទៅបានជាសាសនារបស់ព្រះសម្មាសម្ពុទ្ធព្រះអង្គបានបង្រៀននិងដឹកនាំពុទ្ធសាសនិកអំពីរបៀបគិតដើម្បីឲ្យរួចចាកពីសេចក្តីទុក្ខហើយក្នុងនាមខ្ញុំជាពុទ្ធសាសនិកម្នាក់ខ្ញុំក៏តែងតែចូលចិត្តស្ដាប់នៅមេរៀនព្រះធម៌តាមរយៈ podcast ផ្សេងៗនៅលើ YouTube ក៏ដូចជាអានសៀវភៅមេរៀនចិត្តចេតសិកបន្ថែមផងដែរដើម្បីសិក្សាស្វែងយល់អំពីព្រះធម៌បន្ថែមទៀតប៉ុន្តែចៃដន្យថ្ងៃមុនខ្ញុំបានស្ដាប់ clip មួយរបស់លោកគ្រូសានសុជាហើយគាត់ក៏បានលើកឡើងនៅត្រង់ចំណុចថាការយំដើម្បីបង្ហាញការអាណិតអាសូរក៏ដូចជាក្តីមេត្តារបស់យើងចំពោះអ្នកដទៃវាគឺជាការយល់ខុសរបស់យើងដូច្នេះហើយទៅខ្ញុំមានចម្ងល់នៅត្រង់ចំណុចហ្នឹងក៏បានយកចំណុចហ្នឹងមកសិក្សាស្វែងយល់ស្រាវជ្រាវនៅក្នុងមេរៀនចិត្តចេតសិកបន្ថែមឃើញថាវាពិតជាដូច្នេះមែនខ្ញុំចាប់អារម្មណ៍ប្រធានបទមួយនេះក៏ព្រោះតែសោកនាដកម្មរវាងប្រទេសយើងនិងប្រទេសជិតខាងគឺមិនទាន់បានបញ្ចប់នៅឡើយទេហើយយើងតែងតែឃើញការឈឺចាប់ទាំងអស់នោះលេចឡើងជារៀងរាល់ថ្ងៃតាមរយៈបណ្ដាញសង្គមដែលយើងប្រើប្រាស់ដែលធ្វើឲ្យប៉ះពាល់អារម្មណ៍របស់យើងខ្លាំងមែនទែនហើយអ្នកខ្លះហ្នឹងគាត់ឈឺចាប់តាមអ្នកដទៃរហូតដល់ថ្នាក់ចិនយំសូម្បីតែខ្ញុំខ្លួនឯងក៏ធ្លាប់ធ្វើបែបនេះដូចគ្នាកាលពីមុនក៏ព្រោះតែយើងមិនទាន់មានការយល់ដឹងហើយមិនទាន់ចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯងចេះតែបណ្ដោយអារម្មណ៍របស់ខ្លួនឯងទៅតាមរូបភាពឬក៏សម្លេងដែលយើងបានឮហើយដូច្នេះហើយខ្ញុំក៏ចង់លើកយកប្រធានបទមួយនេះយកមកបកស្រាយជូនបងប្អូនទាំងអស់គ្នាដើម្បីជាចំណេះដឹងបន្ថែមទៀតនៅក្នុងមេរៀនចិត្តចេតសិកការយំរបស់យើងដើម្បីបង្ហាញការឈឺចាប់ជាមួយអ្នកដទៃវាមិនមែនជាចិត្តមេត្តាករុណាសុទ្ធនោះទេប៉ុន្តែគឺមានចេតសិកផ្សំជាមួយកិលេសហើយទី1នៅក្នុងព្រះពុទ្ធសាសនាករុណាពិតគឺផ្ទុយពីការឈឺចាប់រួមករុណាមានន័យថាការប្រាថ្នាឲ្យអ្នកដទៃរួចផុតចាកទុក្ខដោយចិត្តស្ងប់មិនរងទុក្ខតាមបើយើងឈឺចាប់រអាក់រអួលយំតាមគេនោះបង្ហាញថាយើងកំពុងរងទុក្ខផ្ទាល់ខ្លួនមិនមែនកំពុងជួយអ្នកដទៃនោះទេទី2មានអត្តាលាក់ខ្លួននៅក្នុងការអាណិតការយំតាមគេភាគច្រើនកើតពីគំនិតគិតថាបើខ្ញុំជាគេខ្ញុំនឹងឈឺចាប់យ៉ាងណាទៅខ្ញុំមិនអាចទ្រាំមើលបានទេជាដើមនេះគឺជាអត្តសញ្ញាណនិងសេចក្តីសង្ស័យខ្លួនឯងមិនមែនជាចិត្តមេត្តាសុទ្ធឡើយហើយទី3ចិត្តកំពុងជាប់ទុក្ខវេទនាក្នុងចិត្តចេតសិកករុណាជាចេតសិកល្អតែការយំគឺជាលទ្ធផលនៃទុក្ខវេទនាបូកមោហៈដែលមានន័យថាអវិជ្ជាមិនយល់ពីដំណើររបស់ធម្មជាតិមានន័យថាចិត្តធ្លាក់ចូលទៅក្នុងសេចក្តីទុក្ខមិនអាចជាជំនួយដល់អ្នកដទៃបានទេទី4ករុណាពិតគឺត្រូវនាំទៅកាន់ការជួយបើករុណាពិតគឺចិត្តស្ងប់មិនរងទុក្ខតាមមានប្រាជ្ញាអាចនាំទៅកាន់សកម្មភាពជួយពិតប្រាកដបើអាណិតគេដល់យំមានន័យថាចិត្តយើងអស់កម្លាំងស្រពេចស្រពិលមិនអាចជួយគេបានទី5ព្រះពុទ្ធបង្រៀនឲ្យយើងយល់ដឹងមិនមែនរងទុក្ខតាមព្រះពុទ្ធទ្រង់ជ្រាបអំពីទុក្ខរបស់សត្វលោកទាំងអស់ប៉ុន្តែព្រះអង្គមិនដែលរងទុក្ខតាមសត្វលោកនោះទេព្រោះព្រះអង្គមានឧបេក្ខារួមជាមួយនឹងប្រាជ្ញាសរុបមកវិញការសម្ដែងក្តីអាណិតអាសូរដល់អ្នកដទៃរហូតដល់យំតាមគេមើលទៅវាដូចជាល្អប៉ុន្តែក្នុងចិត្តចេតសិកវាជាការយល់ខុសដែលកើតពីមច្ឆាទិដ្ឋិព្រោះចិត្តត្រូវបានគ្រប់គ្រងដោយទុក្ខនិងអត្តាមិនមែនដោយករុណាសុទ្ធនោះទេជាចុងក្រោយប្រសិនបើអត្ថបទដែលខ្ញុំបានរៀបរាប់ទៅមានកំហុសឆ្គងដោយប្រការណាមួយខ្ញុំក៏សូមខន្តីអភ័យទោសពីបងប្អូនទាំងអស់គ្នាទុកជាមុនផងហើយបងប្អូនដែលគាត់មានការយល់ដឹងច្បាស់លាស់ជ្រៅជ្រះនៅត្រង់ចំណុចនេះបងប្អូនអាចចូលរួមជាមួយខ្ញុំបានតាមរយៈការ comment នៅខាងក្រោមវីដេអូនេះហើយប្រសិនបើបងប្អូនទាំងអស់គ្នាយល់ថាវីដេអូមួយនេះមានប្រយោជន៍កុំភ្លេចចុច like និងចែករំលែកវីដេអូនេះម្នាក់មួយផងសម្រាប់បងប្អូនថ្មីៗដែលមិនទាន់បាន follow page Facebook និង subscribe channel YouTube ខ្ញុំទេបងប្អូនអាចចុច follow page Facebook និង subscribe channel YouTube របស់ខ្ញុំម្នាក់មួយទៅដើម្បីទទួលបានវីដេអូថ្មីៗដែលជាចំណេះដឹងបន្តទៀត